ឃើញគេរកស៊ីបងប្អូនក៏ចង់រកស៊ីដូចគេដែរមែនទេត្រូវសន្សំទិញនេះទិញនោះរៀបចំទូទិញមួយជូរទិញវល់ពេលខ្លះហើយត្រូវជួលទីតាំងអស់លុយច្រើនទៀតប៉ុន្តែអត់ដឹងថាចំណេញឬអត់ឬមិនដឹងថាទៅមុខឬទៅក្រោយទេមានក្តីបារម្ភណាស់ជួនកាលបងប្អូនគិតថារៀបចំតែប៉ុណ្្នឹងគឺទទួលបានភាពជោគជ័យហើយមកនេះខ្ញុំនឹងប្រាប់ពីកន្លឹះជោគជ័យការរកស៊ីបងប្អូនកន្លឹះជោគជ័យគឺយើងត្រូវតែមានឆន្ទៈនៅក្នុងការរកស៊ីព្រោះអីការរកស៊ីមិនមែនរកមួយថ្ងៃពីរថ្ងៃមួយអាទិត្យមួយខែពីរខែយើងអាចចាប់ចំណុចចាប់គេហៅថារបៀបនៃការរកស៊ីនឹងឲ្យវាត្រូវផ្លោបានទេព្រោះយើងត្រូវចំណាយពេលចំណាយទាំងកម្លាំងចិត្តកម្លាំងកាយមានឆន្ទៈពុះវាព្រោះបើសិនតែយើងអត់មានគេហៅថាឆន្ទៈទេពេលខ្លះយើងលក់មេតែភ្លៀងតិចមកអូឈប់លក់អីយើងតែងតែមានអារម្មណ៍ផ្លាស់ប្ដូរជានិច្ចដោយសារយើងអត់មានគេហៅថាការកំណត់ខ្លួនឯងច្បាស់លាស់ធ្វើឲ្យយើងងាកទៅនេះងាកទៅនោះទាំងដែលយើងធ្វើអីគេហៅថាអត់មានភាពពិតប្រាកដអញ្ចឹងយើងនឹងពិបាកខ្លាំងមែនទែនក្នុងការទទួលបាននូវភាពជោគជ័យនៅលើ business នៅលើមុខរបររបស់យើងការរកស៊ីជោគជ័យមិនមែនគ្រាន់តែឃើញគេជោគជ័យហើយយើងទៅចង់រកស៊ី